កុំប៉ះខ្ញុំថាខ្ញុំឃ្លាន chị ngọc ngồi chuẩn mấy đó thằng ta dương vậy ខ្ញុំអត់ដឹងទេសំខាន់ខ្ញុំឃ្លាន bắt lên nào vào đây nè nơi nâng mình ជប់ថតឲ្យទៅផ្ទះឲ្យឃ្លានណា thành đi chết rồiដាក់លើតុកទៅ lên lớn phốt ban rồi បានហើយថ្ងៃនេះលីននឹងមករៀនអ្នកទាំងអស់គ្នារបៀបងាយស្រួលក្នុងការចម្អិនមីហឹលឲ្យមានរសជាតិលំដាប់ដោយហាងមីហឹល7កម្រិតនៅផ្ទះខ្លួនឯងបានដំបូងយើងត្រូវដាក់ទឹក450មីលីលីត្រចូលទៅក្នុងឆ្នាំងចឹងឥឡូវទឹកពុះឲ្យអ្នកនរគ្នាដាក់មីមកបន្ទាប់មកបន្លែក្រៀមនិងម្សៅគ្រឿងទេសចូលហើយអ្នកទាំងអស់គ្នាក៏អាចដាក់ topping ថែមតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាដែរសម្រាប់ខ្ញុំគឺខ្ញុំដាក់ស្ពៃក្តៅស្វាយស្ពៃបុកគោផ្កាខាត់ណាផ្សិតម្ជុលគ្រឿងសមុទ្រ hot dog និងសាច់គោហើយអ្នកទាំងអស់គ្នាក៏អាចដាក់ topping ថែមតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាដែរហើយអញ្ចឹងគ្របចម្អិនរយៈពេល4នាទីជាការស្រេចអូខេអ្នកទាំងអស់គ្នាឥឡូវមីហឹលកូរ៉ូណូយើងគឺបានធ្វើហើយ yes មីហឹលកូរ៉ូណូ spicy hot pot ដែលមានរសជាតិលំដាប់ហាងមីហឹល7កម្រិតអ្នកទាំងអស់គ្នាអាចចម្អិនខ្លួនឯងបាននៅផ្ទះយ៉ាងងាយស្រួលហ្មងបើតសៃមីវិញអ្នកទាំងអស់គ្នាគឺតុនស្វិតឆ្ងាញ់រសជាតិប៉ាត់ពីក្រែហ្មងអូខេអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចធ្វើសាកញ៉ាំនៅផ្ទះហាបាយបាយ má má